តើអ្នកចូលចិត្តញ៉ាំចេកស្ងោរដែរទេមនុស្សជាច្រើនគិតថាឲ្យតែយកទៅស្ងោរក្នុងទឹកក្តៅវីតាមីននិងសារធាតុចិញ្ចឹមនៅក្នុងចេកនឹងត្រូវរលាយបាត់អស់ប៉ុន្តែការពិតមិនទាន់ប្រកបបែបនោះទេទស្សនាវីដេអូនេះឲ្យដល់ចប់នោះលោកអ្នកនឹងបានដឹងច្បាស់តាមពិតទៅចេកគឺជាផ្លែឈើដែលសម្បូរទៅដោយប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីន B6 វីតាមីន C និងជាតិសរសៃនៅពេលយើងយកវាទៅស្ងោរសារធាតុសំខាន់មួយចំនួនធំគឺនៅតែរក្សាបានដដែលហើយថែមទាំងផ្ដល់ប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពថែមទៀតផងទី1ជួយពង្រឹងសាច់ដុំនិងប្រព័ន្ធរំលាយអាហារសារធាតុរ៉ែដូចជាប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលមាននៅក្នុងចេកគឺមានភាពធន់នឹងកម្ដៅបានល្អខ្លាំងណាស់ដូច្នេះវាមិនងាយបាត់បង់ឡើយនៅពេលយកចេកទៅស្ងោរលើសពីនេះការញ៉ាំចេកស្ងោរវាអាចជួយទ្រទ្រង់ដល់ប្រព័ន្ធសាច់ដុំសរសៃប្រសាទនិងរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយបានយ៉ាងល្អបំផុតជាពិសេសជាតិសរសៃនិងជាតិម្សៅដែលមាននៅក្នុងចេកខ្ចីស្ងោរវានឹងជួយឲ្យយើងឆ្អែតបានយូរសម្រួលដល់ការបន្ទោបង់និងជាអាហារដ៏ល្អសម្រាប់បាក់តេរីល្អៗនៅក្នុងពោះវៀនទៀតផងទី2ផ្ដល់គុណប្រយោជន៍ខ្លាំងដល់អ្នកចង់សម្រកទម្ងន់ចេកស្ងោរនៅតែជាអាហារសម្រន់ដ៏ល្អឥតខ្ចោះបើប្រៀបធៀបអត្ថប្រយោជន៍របស់វាទៅនឹងផ្លែឈើដទៃទៀតចេកស្ងោរត្រូវបានគេរកឃើញថាជាផ្លែឈើដែលគ្មានជាតិខ្លាញ់ដែលវាល្អបំផុតសម្រាប់អ្នកចង់គ្រប់គ្រងទម្ងន់និងកំពុងសម្រកទម្ងន់តើត្រូវស្ងោរចេកបែបណាទើបទទួលបានគុណប្រយោជន៍និងត្រូវតាមបច្ចេកទេសមែនហើយដើម្បីរក្សាសារធាតុចិញ្ចឹមឲ្យបានច្រើនបំផុតនេះជាគន្លឹះងាយ1ត្រូវស្ងោរទាំងសំបកចេកជួយការពារកុំឲ្យសាច់ចេកប៉ះពាល់ទឹកផ្ទាល់ដែលកាត់បន្ថយការបាត់បង់វីតាមីន2កុំស្ងោរយូរពេកស្ងោរត្រឹមតែឆ្អិនល្មមរួចស្រង់ចេញភ្លាមកុំត្រាំក្នុងទឹកក្តៅទោះបីជាចេកស្ងោរមានប្រយោជន៍ខ្លាំងក៏ពិតមែនតែសូមកុំភ្លេចញ៉ាំអាហារឲ្យបានចម្រុះមុខនិងហាត់ប្រាណដើម្បីសុខភាពល្អមាំមួនចំណាំសម្រាប់អ្នកមានជំងឺតម្រងនោមគួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងញ៉ាំចេកក្នុងបរិមាណច្រើនព្រោះវាសម្បូរជាតិប៉ូតាស្យូមកុំភ្លេចចុច like និង share ទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកនិងចុច subscribe ដើម្បីទទួលបានវីដេអូគន្លឹះសុខភាពល្អៗជារៀងរាល់ថ្ងៃអរគុណជួបគ្នានៅវីដេអូក្រោយ